បាទជំរាបសួរបងប្អូនទាំងអស់គ្នាដែលចូលមកកាន់នៅ channel របស់ខ្ញុំទៀតហើយបាទហើយបងប្អូនជួយចុច like និង subscribe នៅ channel របស់ខ្ញុំម្នាក់មួយផងដើម្បីទទួលបាននៅវីដេអូថ្មីៗបាទហើយថ្ងៃនេះមានអត្ថបទមួយទៀតលើកឡើងទៀតហើយបាទគេដាក់ចំណងជើងថាមូលហេតុដែលធ្វើឲ្យមនុស្សស្រីមិនអាចទទួលយកការរួមភេទបានបាទដោយសារអ្វីឥឡូវចង់ដឹងថាអត្តន័យវាមានអត្តន័យខ្លឹមសារយ៉ាងណានោះសូមតាមដានជាមួយខ្ញុំទាំងអស់គ្នាបាទនេះរូបមនុស្សស្រីពិតជាស្រស់ស្អាតមែនទែនការឈឺចាប់ក្នុងពេលរួមភេទឬក្រោយពេលរួមភេទអាចផុតចេញពីមូលហេតុខាងរូបកាយឬខាងសតិអារម្មណ៍ស្ត្រី2ភាគ3ជួបប្រទះនឹងការឈឺចាប់ក្នុងពេលរួមភេទនិងក្រោយពេលរួមភេទប៉ុន្តែប្រសិនបើការឈឺចាប់នៅតែមិនព្រមបាត់នឹងធ្វើឲ្យការរួមភេទលែងមានក្តីសុខដូចជាមានការឈឺចាប់ក្រហាយបញ្ហានេះនឹងធ្វើឲ្យលែងមានចំណងខាងផ្នែកអារម្មណ៍និងរាងកាយប៉ុន្តែបញ្ហាទាំងអស់នេះអ្នកអាចព្យាបាលវាបានព្រោះអារម្មណ៍ដែលអ្នកគិតថាឈឺចាប់មិនមែនបណ្ដាលមកពីការរុកចូលទៅក្នុងទ្វារមាសឬរុនប្រដាប់ភេទជ្រៅពេកនោះទេការឈឺចាប់ទ្វារមាសអាចបញ្ឈប់ការរួមភេទបានបណ្ដាលមកពីមូលហេតុដូចជាបាទទី1ខ្វះទឹករំអិលក្នុងពេលរួមភេទស្ត្រីជាអ្នកផលិតទឹករំអិលពីធម្មជាតិនៅក្នុងទ្វារមាសដើម្បីត្រៀមសម្រាប់ការបញ្ចូលលឹងរបស់បុរសទោះជាយ៉ាងណាក៏ដោយជាច្រើនសប្តាហ៍ក្រោយមកពេលសម្រាលកូនឬក្រោយពេលអស់រដូវជាធម្មតាធ្វើឲ្យមានបំលាស់ប្ដូរអរម៉ូនក្នុងរាងកាយស្ត្រីដែលអាចប៉ះពាល់ដល់ការផលិតទឹករំអិលមិនបានផលិតទុកជាមុនជាបញ្ហាធ្វើឲ្យទ្វារមាសស្ងួតធ្វើឲ្យស្ត្រីឈឺចាប់ឬរលាកដើម្បីព្យាបាលស្ថានភាពនេះគូស្នេហ៍ទាំងពីរអាចប្រើប្រាស់ប្រេងរំអិលបាទទឹករំអិលបាទទឹក number 1ទី2មេរោគក្នុងទ្វារមាសមេរោគក្នុងទ្វារមាសមានដូចជាវីរុសទូចបាក់តេរីនិងមេរោគផ្សិតទោះជាយ៉ាងណាក៏ដោយមូលហេតុបណ្ដាលមកពីមេរោគក្នុងទ្វារមាសអាចបង្កការឈឺចាប់និងមិនសុខស្រួលក្នុងពេលរួមភេទឬក្រោយពេលរួមភេទដូចជាធ្វើឲ្យមានកន្ទួលក្រហាយហូរទឹកកាមខុសប្រក្រតីមានក្លិនអាក្រក់ប្រសិនបើអ្នកសង្កេតឃើញថាមានអ្វីកើតឡើងមិនប្រក្រតីក្នុងរយៈពេល1ទៅ2ថ្ងៃដោយសារគ្មានសញ្ញាអ្វីអាចបដិសេធបានយល់ល្អអ្នកគួរទៅជួបនឹងអ្នកជំនាញបាទបកប្រែនឹងសម្របសម្រួលដល់តារាបាទឥឡូវអស់ហើយសូមអរគុណសូមជម្រាបលាហើយមួយទៀតបងប្អូនជួយចុច like ហើយនិងចុច subscribe នៅ channel របស់ខ្ញុំមួយផងដើម្បីទទួលបាននៅវីដេអូបន្តទៀតបាទសូមអរគុណសូមជម្រាបលា